យើងវាយឯងឲ្យរៀងថ្ងៃក្រោយកុំឲ្យធ្វើបែបហ្នឹងឲ្យយើងឃើញទៀតបាទពងខ្ញុំឈប់ធ្វើបែបហ្នឹងទៀតហើយចាប់ពីថ្ងៃនេះទៅបើអញឃើញឯងកាន់ខ្មៅដៃនឹងกระดาษគំនូស្អីអស់នឹងទៀតអញនឹងកាច់បំបាក់ដៃឯងហើយបាទពងខ្ញុំឈប់ហើយកុំវាយខ្ញុំអីពងសុភីម្ដាយវិចិត្រក៏រត់ចេញមកបានហើយពុកវាប៉ុណ្ណឹងបានហើយបើដឹងបែបនេះអញមិនបង្កើតឲ្យឯងមកទេកុំនិយាយអញ្ចឹងអីពុកវាឯងធ្វើបែបនេះហួសហេតុពេកហើយបើបដ ாய் វាទៀតថ្ងៃក្រោយនឹងខ្មាស់គេជាងនេះជាមិនខានជាជាងគំនូវ័យក្មេងម្នាក់គេមានដងនឹងទេពកោសល្យខាងគំនូជាខ្លាំងប៉ុន្តែដោយពុំមានលទ្ធភាពសិក្សាគេបានត្រឹមតែធ្វើស្វ័យសិក្សានៅឯផ្ទះនិងនៅសាលាពេលទំនេរបន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែគេមិនបោះបង់ក្តីស្រមៃខ្លួនឯងឡើយអាចារ្យថ្ងៃនេះឯងមិនបាច់ទៅរៀនទេនៅជួយលក់ទឹកអំពៅបានពងហើយឯងកំប្រឹងអារឿងគំនូនឹងពេកវាគ្មានកំណើតនោះទេវាគឺជាការស្រឡាញ់របស់ខ្ញុំមិនអាចបោះបង់បានទេពងឯនេះនិយាយមិនចេះស្ដាប់គ្នាមែនហ្មងខ្ញុំគិតថាមនុស្សយើងឲ្យតែមានជំនាញមួយច្បាស់លាស់ប្រកាសជាមិនដាច់ពោះស្លាប់ទេពងអញឃើញហើយអាខ្លះរៀនរាប់ឆ្នាំចុងក្រោយមកធ្វើស្រែចម្ការវិញដដែលនឹងខ្ញុំនឹងខំប្រឹងប្រែងមិនឲ្យពុកអស់សង្ឃឹមទេតើមានរឿងអីឆ្លោះគ្នាទាំងប្រឹងអាចិត្តកូនយើងបងនិយាយមិនស្ដាប់ទេអូនឯងព្រៀនបដៅវាខ្លួនឯងខ្លះទៅតើមានរឿងអីចិត្តកូនបាទម៉ែខ្ញុំចង់ក្លាយជាជាងគំនូយើងជាអ្នកស្រុកស្រែចម្ការជំនាញនេះរកលុយមិនបានទេតើតែអ្នកក្រុងឬនៅផ្សារទៅគេមានកន្លែងរកស៊ីណាកូនប៉ុន្តែខ្ញុំគិតថាណាហើយកូនឆាប់ទៅរៀបចំលក់ទឹកអំពៅទៅថ្ងៃត្រង់ហើយបាទម៉ែគ្រប់ពេលដែលវិចិត្រនិយាយរឿងគំនូមិនដែលធ្វើឲ្យឪពុកម្ដាយគេសប្បាយចិត្តម្ដងណាទេមិនតែប៉ុណ្ណោះពេលខ្លះត្រូវបានគ្រួសារស្ដីបន្ទោសថែមទៀតផងដូចជាថ្ងៃត្រង់ហើយអស់ភ្ញៀវទិញទឹកអំពៅហើយសួស្ដីប្អូនឲ្យទឹកអំពៅបងពីរកែវវិចិត្រមិនបានចាប់អារម្មណ៍នឹងអ្នកទិញទេព្រោះអារម្មណ៍របស់គេកំពុងផ្ចង់អារម្មណ៍គូគំនូប្អូនតើឮបងហៅទេឲ្យទឹកអំពៅបងពីរកែវពូភ័ក្រដើរចេញមកអាចិតបាទពងឯងលក់យ៉ាងម៉េចបានជាអត់មើលភ្ញៀវអញ្ចឹងហ៎ខ្ញុំសុំទោសពងសុំទោសបងតើបងត្រូវការទឹកអំពៅប្រមាណកែវឲ្យបងពីរកែវមកបាទបងសុំចាំបន្តិចចាំខ្ញុំគៀបទឹកអំពៅឲ្យនេះបងរួចហើយអស់2000រៀលហើយប្អូនកំពុងតែធ្វើអីបានជាដាក់អារម្មណ៍បែបនេះបាទបងខ្ញុំកំពុងតគូររូបបងសុំមើលគំនូប្អូនតែងបាទបងប៉ុន្តែមិនទាន់រួចទេគំនូប្អូនស្អាតណាស់ពិតជាមានទេពកោសល្យមែនអរគុណបងតើប្អូនទៅរៀននៅឯណាដែរខ្ញុំរៀនខ្លួនឯងបងមិនមានសាលារៀនទេខំប្រឹងបន្តទៀតបងទៅសិនហើយបានបងអរគុណដោយថ្ងៃនេះវិចិត្របានធ្វើឲ្យឪពុកម្ដាយគេខឹងជាខ្លាំងព្រោះតែគេមិនបានយកចិត្តទុកដាក់លក់ដូរហើយរវល់តែគូគំនូយើងវាយឯងឲ្យរៀងថ្ងៃក្រោយកុំឲ្យធ្វើបែបហ្នឹងឲ្យយើងឃើញទៀតបាទពងខ្ញុំឈប់ធ្វើបែបហ្នឹងទៀតហើយចាប់ពីថ្ងៃនេះទៅបើអញឃើញឯងកាន់ខ្មៅដៃនឹងกระดาษគំនូស្អីអស់នឹងទៀតអញនឹងកាច់បំបាក់ដៃឯងហើយបាទពងខ្ញុំឈប់ហើយកុំវាយខ្ញុំអីពងសុភីម្ដាយវិចិត្រក៏រត់ចេញមកបានហើយពុកវាប៉ុណ្ណឹងបានហើយបើដឹងបែបនេះអញមិនបង្កើតឲ្យឯងមកទេកុំនិយាយអញ្ចឹងអីពុកវាឯងធ្វើបែបនេះហួសហេតុពេកហើយបើបដ ாய் វាទៀតថ្ងៃក្រោយនឹងខ្មាស់គេជាងនេះជាមិនខានចាំខ្ញុំនិយាយជាមួយកូនបន្ទាប់ពីថ្ងៃនោះមកធ្វើឲ្យវិចិត្រគ្មានជំនឿចិននិងចង់បោះបង់ក្តីស្រមៃរបស់ខ្លួនចោលព្រោះដឹងថាខ្លួនមិនអាចយកឈ្នះឪពុកម្ដាយខ្លួនបានទេចានមិនឥឡូវមិនដែលឃើញឯងគូគំនូទៀតអញ្ចឹងគ្នាឈប់គូគំនូហើយហាមិនអញ្ចឹងសួរអញរឿងមួយឆាប់សួរមកមានរឿងអីតែគ្រួសារឯងចង់ឲ្យឯងធ្វើអីពេលធំឡើងប៉ាម៉ាក់គ្នាថាចង់អីក៏បានឲ្យតែជាការងារល្អសុចរិតពួកគាត់គាំទ្រជានិច្ចបែបនេះល្អណាស់
ចុះឪពុកម្ដាយឯងចង់ឲ្យឯងធ្វើអី មិនដឹងទេ ណាស់ហើយឯងកុំគិតច្រើនពេកលើកក្រោយគូគំនូឲ្យយើងមួយផង គ្នាដឹងហើយ មិនយូរប៉ុន្មានវិចិត្រក៏បានប្រឡងចប់ថ្នាក់ទី12ហើយគេក៏បានសុំឪពុកម្ដាយមករៀនតនៅភ្នំពេញប៉ុន្តែព្រោះតែជីវភាពគ្រួសារវិចិត្រមិនមានលទ្ធភាពរស់នៅដោយខ្លួនឯងទេទើបគេសុំបងប្អូនរស់នៅជាមួយវិចិត្រក៏បានមករស់នៅជាមួយនឹងអ៊ំផល្លាដែលជាអ្នកលក់គុយទាវប៉ុន្តែអ៊ំផល្លាជាមនុស្សកាចឆ្នះដោយទៅនឹងឪពុករបស់វិចិត្រអញ្ចឹងមិនសូវមានអ្នកណាហ៊ាននិយាយច្រើនជាមួយគាត់ទេអាចិនតុកលេខ8មានភ្ញៀវចូល បាទអ៊ំខ្ញុំទៅហើយ ឲ្យរហ័សដៃរហ័សជើងតិចទៅមើលតុកលេខ5ផងណោះភ្ញៀវចេញហើយ បាទអ៊ំ ថ្ងៃនេះឯងមិនបាច់ទៅរៀនទេមានភ្ញៀវច្រើនណាស់យើងលក់មិនទាន់ទេ ប៉ុន្តែថ្ងៃនេះខ្ញុំមានប្រឡងណាអ៊ំ សុំច្បាប់គេទៅប្រាប់ថាឈឺទៅមិនរួចគ្រាន់តែប៉ុណ្ណឹងពិបាកម្លេះ អ៊ំខ្ញុំធ្វើបែបនេះច្រើនដងហើយលោកគ្រូលែងជឿខ្ញុំទៀតហើយអ៊ំ និយាយមិនស្ដាប់គ្នាមែនយើងចាំឯងរាល់ថ្ងៃឯងមិនចង់ជួយយើងខ្លះទេអីពូមីនអ្នកនៅជាមួយក៏ដើរចេញមក ណាស់ហើយចិនឯងទៅប្រឡងចុះណាចាំអ៊ំនៅមើលហាងឲ្យ មិនបានដាច់ខាតបងមានឯងកំចេះ ក្មួយគ្នាប្រឡងឲ្យគ្នាទៅប្រឡងទៅ មនុស្សវាខ្ជិលរកលេសគ្រប់សពសារពើថ្ងៃស្អែកឯងមិនបាច់រស់នៅជាមួយយើងទៀតទេចាំយើងប្រាប់ម៉ែឪឯង អ៊ំខ្ញុំគ្មានគំនិតបែបហ្នឹងទេគ្រប់ពេលដែលទំនេរពីសាលាខ្ញុំមិនដាល់ទៅណាសំបីតែមួយជំហាន យើងចាស់ហើយឯងមិនចាំបាច់មករៀបរាប់ទេយើងនិយាយបែបណាគឺបែបហ្នឹងហើយចៅចិត្តដឹងថាខ្លួនគ្មានកំហុសអ្វីឡើយប៉ុន្តែគេមិនអាចប្រកែកនឹងអ៊ំផល្លាបានឡើយព្រោះបើមិនដូច្នេះទេគេនឹងមានរឿងកាន់តែធំជាមួយគ្រួសារនៅឯផ្ទះទើបគេបង្ខំចិត្តចាក់ចេញពីផ្ទះដោយមិនដឹងថាត្រូវទៅទីណាឡើយវិចិត្រដើររកកន្លែងដេក ក្មួយប្រុសតណាមកណាហ្នឹងបានលោកពូខ្ញុំមិនដឹងទេហើយចុះផ្ទះក្មួយនៅណាដែរខ្ញុំមិនមានកន្លែងនៅទេតើលោកពូរស់នៅក្រោមស្ពាននេះមែនទេហ្នឹងហើយនេះជាផ្ទះរបស់យើងបើឯងមិនទាន់មានកន្លែងដេកទេឯងដេកនៅកន្លែងនេះសិនទៅបានអរគុណពូខ្ញុំគ្មានកន្លែងទៅទេយប់នេះប្រហែលជាត្រូវដេកនៅទីនេះហើយ ភ្ញាក់ឡើងវិញភ្លាមវិចិត្រប្រញាប់រកមើលអ៊ំប្រុសនិងសម្លៀកបំពាក់របស់គេមួយកាបូបស្ពីត្រូវបានបាត់អស់សល់តែខ្លួនគេប៉ុណ្ណោះ ខ្ញុំមិនគួរណាទុកចិត្តមនុស្សមិនស្គាល់មុខបែបនេះសោះពេលនេះសូម្បីតែខោអាវក៏គ្មានស្លៀកដែរតើឲ្យខ្ញុំរស់នៅទីនេះយ៉ាងម៉េចទៅ ស្របពេលនោះដែរវិចិត្រក៏បានជួបជាមួយនឹងជនបរទេសម្នាក់ដែលចេះនិយាយភាសាខ្មែរបានយ៉ាងច្បាស់បានសួរគេថា សួស្តីប្អូនតើប្អូនមានដឹងថាសាលាគំនូរសិល្បៈនេះនៅឯណាទេបានខ្ញុំអត់ដឹងទេប៉ុន្តែបងរកសាលានេះធ្វើអីដែរខ្ញុំជាគ្រូគំនូរត្រូវទៅបង្រៀនក្មេងៗនៅទីនោះប៉ុន្តែរកសាលាមិនទាន់ឃើញលោកជាគ្រូបង្រៀនគំនូរមែនទេបាទពិតមែនហើយតើប្អូនចាប់អារម្មណ៍រៀនដែរទេខ្ញុំបង្រៀនមិនយកលុយទេតើលោកនិយាយនេះជាការពិតដែរទេបាទពិតណាស់តើផ្ទះប្អូននៅឯណាដែរផ្ទះខ្ញុំនៅឆ្ងាយណាស់ បន្ទាប់ពីនិយាយគ្នារួចវិចិត្រក៏បានសុំជនបរទេសដែលជាគ្រូបង្រៀនគំនូរទៅរៀនជាមួយព្រោះពេលនេះគេគ្មានអ្វីជាប់ខ្លួនទេសូម្បីតែលុយ1រៀលជាសំណាងល្អគេបានជួបជាមួយនឹងនាយកសាលាគំនូរនោះរួមជាមួយនឹងដងពីកំណើតដែលគេមានលោកគ្រូក៏សម្រេចចិត្តឲ្យគេរស់នៅសាលានោះរៀនសូត្របន្ថែមពីគំនូរវិចិត្រតើប្អូនធ្លាប់រៀនគូគំនូរពីមុនមកទេ បាទអ្នកគ្រូខ្ញុំមិនធ្លាប់បានរៀនពីមុនមកទេ គំនូររបស់ប្អូនពិតជារស់រវើកពេលដែលអ្នកគ្រូមើលហើយដូចជាគំនូរដែលមានជីវិតអញ្ចឹង អ្នកគ្រូខ្ញុំគិតថាបើសិនជាខ្ញុំសាកល្បងគូគំនូរឲ្យដាក់លក់យ៉ាងម៉េចដែរបាន បើប្អូនមានគំនិតបែបនេះគឺល្អហើយប្អូនអាចអភិវឌ្ឍសមត្ថភាពហើយស្គាល់ពីទីផ្សារសង្គមសប្តាហ៍ថ្ងៃទៀតផងហើយនិយាយអញ្ចឹងប្អូនចិត្តចង់ទៅលក់នៅឯណាដែរ ខ្ញុំគិតថាគំនូរអនុស្សាវរីយ៍បែបនេះមានទៅលក់នៅកន្លែងដែលមានភ្ញៀវបរទេសច្រើនទើបអាចលក់ដាច់ អញ្ចឹងប្អូនធ្វើទៅអ្នកគ្រូចាំជួយប្អូនបើត្រូវការខ្វះខាតអ្វីប្រាប់អ្នកគ្រូ បានអរគុណអ្នកគ្រូច្រើនណាស់ វ
វាជាក្តីស្រមៃមួយដែលវិចិត្រប៉ងប្រាថ្នាតាំងតែពីតូចហើយនេះជាការចាប់ផ្ដើមដ៏មោះមុតមួយដែលធ្វើឲ្យវិចិត្រមានក្តីសង្ឃឹមបន្តទៅមុខទៀតនៅមុខព្រះបរមរាជវាំងវិចិត្របានដាក់តុគូគំនូមួយមានលក់គំនូតូចធំដែលគូសដោយខ្មៅដៃគំនូពណ៌ទឹកគំនូដែលរៀបរាប់ពីក្តីសង្ឃឹមនឹងការតស៊ូប្រាសាទរូបចម្លាក់អប្សរាអង្គរនិងរូបភាពជាច្រើនទៀតតម្រៀបជួរគ្នាយ៉ាងស្រស់ត្រកាលដែលទាក់ទាញចិត្តភ្ញៀវទេសចរជាច្រើនចាប់អារម្មណ៍នឹងទឹកដៃដ៏វិចិត្រនិងភាពក្លាហានរបស់វិចិត្រ ជំរាបសួរបងតើបងចង់បានគំនូមួយណាដែរប្អូនឲ្យគំនូនារីរំរបាំនោះមួយមកតើតម្លៃប្រមាណដែរបានបងតម្លៃតែ$3ទេតម្លៃសមរម្យតើប្អូនហើយគំនូប្អូនមានទឹកដៃល្អណាស់បានបងអរគុណច្រើនតើប្អូនធ្លាប់គូរគំនូទឹកនៅលើផ្ទាំងធំដែរទេខ្ញុំមិនធ្លាប់ទេបងធ្លាប់តែគូរគំនូនៅលើกระดาษតូចល្មមតើប្អូនចង់សាកល្បងដែរទេតើសាកល្បងយ៉ាងម៉េចទៅបងនៅសប្តាហ៍ក្រោយនឹងមានការប្រកួតគូរគំនូខ្នាតធំបងជាអ្នករៀបចំកម្មវិធីនេះផ្ទាល់ប្អូនអាចសាកល្បងបានណាព្រោះបងជឿថាប្អូនមានសមត្ថភាពខ្ញុំមិនប្រកាសទេបងព្រោះខ្ញុំមិនទាន់បានរៀនប្រមាណពីវាទេប្អូនមានទេពកោសល្យនិងការតាំងចិត្តខ្ពស់ប្អូនប្រកាសជាអាចធ្វើវាបានវិចិត្រក៏សម្រេចចិត្តថាដាក់ពាក្យចូលរួមប្រឡងទិវាគំនូអាស៊ានដែលមានអ្នកចូលរួមយ៉ាងច្រើនប៉ុន្តែវិចិត្រត្រូវគូរគំនូទៅតាមប្រធានបទណាមួយដែលគណៈកម្មការដាក់ឲ្យវិចិត្របងចូលរួមអបអរសាទរដែលប្អូនបានឈ្នះពានគំនូឆ្នាំ2024ពីកម្មវិធីរបស់យើងខ្ញុំសូមអរគុណដល់បងដែលបានផ្ដល់ឱកាសនេះដល់ខ្ញុំបងគ្រាន់តែបង្ហាញផ្លូវដល់ប្អូនតែប៉ុណ្ណោះប៉ុន្តែគ្រប់យ៉ាងគឺប្អូនជាអ្នកធ្វើវាដោយខ្លួនឯងខ្ញុំពិតជារំភើបណាស់បងខ្ញុំមិនអាចបំភ្លេចវាបានទេមិនតែប៉ុណ្ណោះប្អូននឹងត្រូវបានគេហៅសម្ភាសតាមទូរទស្សន៍និងកាសែតល្បីៗទៀតផងពិតមែនទេបងប៉ុន្តែថាឪពុកម្ដាយខ្ញុំគាត់មិនពេញចិត្តដែលខ្ញុំធ្វើជាអ្នកគំនូនោះទេមិនអីទេបន្តិចទៀតពួកគាត់នឹងយល់ហើយបាទបងខ្ញុំសូមអរគុណបងម្ដងទៀតសម្រាប់ទឹកចិត្តដ៏ល្អនិងផ្ដល់ឱកាសមកឲ្យមនុស្សដូចជាខ្ញុំបានសម្រេចក្តីប្រាថ្នារបស់ខ្លួនឯងក្រោយពីវិចិត្រទទួលបានប្រជាប្រិយភាពមិនបានប៉ុន្មានផងអ៊ំផល្លាដែលធ្លាប់ផ្ដល់កន្លែងស្នាក់នៅដល់វិចិត្របានធ្លាក់ខ្លួនហើយមកសុំឲ្យវិចិត្រជួយក្មួយចិនពេលនេះអ៊ំធ្លាក់ខ្លួនត្រូវការលុយខ្លះដើម្បីប្រកបមុខរបររកស៊ីអ៊ំខ្ញុំគ្រាន់តែមានកេរ្តិ៍ឈ្មោះបន្តិចបន្តួចមិនទាន់មានលុយអាចឲ្យអ៊ំខ្ចីបានទេយើងក៏ធ្លាប់មានគុណចំពោះឯងដែរឯងកុំភ្លេចគុណយើងឲ្យសោះអ៊ំនិយាយបែបនេះក៏ត្រូវដែរតែពេលនេះកុំថាឡើយលុយសូម្បីតែកន្លែងនៅក៏ខ្ញុំមិនទាន់មានផងឯងពិតជាក្មេងមិនដឹងគុណបុណ្យមែនបន្ទាប់ពីរកលុយមិនបានអ៊ំផល្លាក៏ត្រឡប់ទៅផ្ទះទាំងខឹងសម្បាហើយថែមទាំងនិយាយពាក្យដែលមិនត្រឹមត្រូវជាមួយនឹងវិចិត្រដែលជាក្មេងប្រុសស្លូតត្រង់ម្នាក់ផងដែរវិចិត្រថ្ងៃនេះមានកម្មវិធីទូរទស្សន៍មួយចង់សម្ភាសប្អូនតែខ្ញុំមិនចង់ចេញតាមទូរទស្សន៍ទេបងហេតុអីទៅប្អូនព្រោះគ្រប់ពេលដែលខ្ញុំចេញមុខតាមទូរទស្សន៍គ្រប់គ្នាសុទ្ធតែគិតថាខ្ញុំមានលុយគ្រប់យ៉ាងគឺប្អូនដឹងច្បាស់ប្អូនមិនត្រូវយករឿងទាំងនេះជាឧបសគ្គរារាំងការលូតលាស់របស់ប្អូនបានទេបាទបងខ្ញុំអរគុណបងសម្រាប់ការណែនាំល្អមិនអីទេបើអញ្ចឹងត្រៀមខ្លួនឲ្យហើយទៅណាបាទបងខ្ញុំនឹងត្រៀមខ្លួនឲ្យរួចរាល់ចាប់តាំងពីពេលនោះមកវិចិត្រក៏ទទួលបានការអញ្ជើញទៅធ្វើបទសម្ភាសន៍ជាច្រើនដងនិងរៀបរាប់នៅការខិតខំប្រឹងប្រែងដែលមិនខ្លាចហត់នឿយជំនះគ្រប់ឧបសគ្គដែលធ្វើឲ្យគេមានឈ្មោះល្បីល្បាញមានជីវភាពធូរធារបានជួយដល់ក្រុមគ្រួសារនិងសង្គមថែមទៀតផងវិចិត្រឲ្យឪពុកសុំទោសកូនផងណាដែលកន្លងមកឪពុកមិនបានផ្ដល់តម្លៃដល់ក្តីសម័យរបស់កូនមិនអីទេពងខ្ញុំយល់ដល់ការដែលពុកបារម្ភហើយព្រោះតែជីវភាពនិងកត្តាជាច្រើនដែលពុកគិតថាជំនាញមួយនេះមិនអាចរកលុយបានមិនមែនបែបនេះទាំងស្រុងនោះទេពងដោយសារតែជំនាញមួយនេះមិនទាន់ទូលំទូលាយទើបការយល់ដឹងមិនទាន់រីកសុះសាយពេលនេះពុកជឿហើយថាជំនាញគ្រប់យ៉ាងសុទ្ធតែមានតម្លៃឲ្យតែចេះឲ្យប្រកបពិតមែនហើយកូនពេលនេះម្ដាយយល់ច្បាស់ពីតម្លៃនៃក្តីស្រមៃរបស់កូនហើយ
ខ្ញុំអរគុណពុកនិងម៉ែដែលទទួលស្គាល់នៅក្តីសម័យរបស់កូន ចាប់តាំងពីពេលនោះមកវិចិត្រក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញនិងស្នាដៃទទួលស្គាល់ដោយមនុស្សគ្រប់គ្នានិងបានជួយដល់សង្គមយ៉ាងច្រើនជាពិសេសក្មេងៗដែលមានក្តីស្រមៃជាអ្នកគំនូរតម្លៃអប់រំចេះប្រកបប្ររត់តាមហៅបានន័យថាបើយើងចូលចិត្តអ្វីមួយហើយខំប្រឹងប្រែងលុតដំឲ្យមានសមត្ថភាពមនុស្សម្នាទទួលស្គាល់នោះប្រាក់នឹងរត់រកយើងដោយឯកឯងកុំចេះលំកុំចាប់ប្រឡែងខំប្រឹងឲ្យដល់គោលដៅ